ផ្នត់គំនិតសត្វឥន្ទ្រីនេះគឺជាវីដេអូលើកទឹកចិត្តដ៏ល្អបំផុតមួយនៅក្នុង Channel ព្រេងនាងនិទានដែលគូបញ្ជាក់អំពីភាពខ្លាំងទាំង7របស់សត្វឥន្ទ្រីដែលយើងអាចសង្កេតតាមអរិយាប័ត្ររបស់វាបានសេនិយាយច្រើនប៉ុន្តែมันអាចហោះហើរខ្ពស់បានទេចំណែកឯសត្វឥន្ទ្រីវិញស្ងៀមស្ងាត់មានឆន្ទៈខ្ពង់ខ្ពស់ហោះហើរស្មើនឹងពពកសឹងតែប្រប៉ះផ្ទៃមេឃខាងក្រោមនេះគឺជាផ្នត់គំនិតទាំង7ដែលយើងអាចរៀនសូត្រពីសត្វឥន្ទ្រីបាន1ឥន្ទ្រីហោះហើរខ្ពស់តែម្នាក់ឯងសត្វឥន្ទ្រីមិនដែលហោះហើរជាមួយនឹងសត្វតូចៗដូចជាសត្វចាបឬក៏សត្វក្អែកនោះទេនេះមានន័យថាសូមចូលនៅឲ្យឆ្ងាយពីមនុស្សដែលមានគំនិតតូចចង្អៀតដែលនាំឲ្យយើងធ្លាក់ចុះប៉ុន្តែនៅតែរក្សាមិត្តភាពដ៏ល្អឥន្ទ្រីហើរជាមួយឥន្ទ្រី2ឥន្ទ្រីមានចក្ខុវិស័យសត្វឥន្ទ្រីអាចផ្ដោតទៅលើអ្វីមួយដែលនៅឆ្ងាយពីវារហូតដល់5គីឡូម៉ែត្រឯណោះហើយពួកវានៅតែមិនបោះបង់ជាមួយនឹងការផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់វារហូតដល់សម្រេចគោលបំណងនេះគឺជាមេរៀនដែលឆ្លុះបញ្ចាំងអំពីចក្ខុវិស័យច្បាស់លាស់មិនរុញរាមិនបោះបង់ទោះបីជាមានឧបសគ្គឬក៏ប្រឈមមុខជាមួយនឹងបញ្ហាដ៏ធំណាមួយឡើយ3ឥន្ទ្រីមិនខ្លាចញញើតសត្វឥន្ទ្រីមិនចោះចាញ់មិនចោះញោមនឹងទំហំធំជាងវាឬក៏ខ្លាំងជាងវានោះឡើយវានៅតែប្រយុទ្ធដើម្បីដណ្ដើមយកជ័យជំនះឲ្យតតែបាននេះមានន័យថាបើនឹងសម្រេចចិត្តធ្វើការធំមិនខ្លាចញញើតមិនថាបញ្ហាធំប៉ុណ្ណាចូលប្រឈមជាមួយនឹងវាដោយផ្ទាល់ជំនួសឲ្យការបោះបង់ឥន្ទ្រីមានភាពរឹងមាំសត្វឥន្ទ្រីមានអារម្មណ៍ថារភើបនៅពេលដែលមានព្យុះភ្លៀងវាអាចប្រើឧបសគ្គខ្យល់ព្យុះដើម្បីបណ្ដែតខ្លួនវាឲ្យកប់ពពកហ្វឹកហាត់ភាពខ្លាំងរបស់វាជាមួយនឹងព្យុះនិងដើម្បីដណ្ដើមស្លាបឲ្យបានខ្ពស់ដើម្បីឃើញចំណីរបស់វាឲ្យកាន់តែច្រើនដូចនេះមានន័យថាចូលប្រឈមជាមួយនឹងបញ្ហាសូមប្រើប្រាស់បញ្ហាឲ្យទៅជាឱកាសដើម្បីប្រើប្រាស់ឲ្យមានប្រយោជន៍និងអភិវឌ្ឍខ្លួនឯង5សត្វឥន្ទ្រីមិនស៊ីសាកសពសត្វឥន្ទ្រីមិនដែលស៊ីគំតិចគំទីឬក៏សាកសពដែលស្អុយរលួយនិងសល់ពីសត្វព្រៃនោះទេក្រៅតែពីចំណីរបស់វាដែលអាចចាប់បានដោយខ្លួនឯងនេះគឺជាលក្ខណៈថ្លៃថ្នូរបំផុតសម្រាប់មនុស្សយកគំរូតាមត្រូវផ្គត់ផ្គង់ជីវិតដោយខ្លួនឯង6សត្វឥន្ទ្រីត្រៀមខ្លួនវឹកហាត់មុនឧបសគ្គមកដល់សត្វឥន្ទ្រីតែងតែវឹកហាត់ជានិច្ចដើម្បីត្រៀមខ្លួនចាប់យកឱកាសនៅពេលដែលមានព្យុះភ្លៀងទាំងដែលសត្វដទៃកំពុងតែពួនសំងំលាក់ខ្លួនសម្រាប់សត្វឥន្ទ្រីវិញនេះជាឱកាសដើម្បីវឹកហាត់កម្លាំងរបស់វានិងចាប់ចំណីនៅពេលដែលអាហាររបស់វាកំពុងតែជ្រួលច្បល់7សត្វឥន្ទ្រីមិនតទន់តាមវ័យពេលសត្វឥន្ទ្រីចាស់វាចូលចិត្តនៅកន្លែងដែលឆ្ងាយឬក៏លើភ្នំតែម្នាក់ឯងដើម្បីឆ្លងដំណាក់កាលដ៏ឈឺចាប់មួយវាជំនួសរោមនិងជពុះរបស់វារួមទាំងក្រញាំចេញឲ្យអស់ដើម្បីលាក់ខ្លួនរហូតទៅដល់រោមថ្មីជពុះនិងក្រញាំរឹងមាំជាងមុនដើម្បីចេញប្រមាញ់ម្ដងទៀតនេះមានន័យថាសូមកុំតទន់ជាមួយនឹងភាពបរាជ័យឬក៏គំនិតគិតថាខ្លួនឯងទៅមិនរួចត្រូវតែសំងំពង្រឹងស្មារតីពង្រឹងសមត្ថភាពដើម្បីចេញប្រយុទ្ធជាមួយនឹងបញ្ហាក្នុងជីវិតរបស់អ្នកបន្តទៅមុខទៀត